បាទសួស្តីបងប្អូនទាំងអស់គ្នាបាទពេលនេះកសិដ្ឋានធម្មចិត្តចម្រុះខ្ញុំបាទពេលនេះសូមបង្ហាញនៅផលិតផលកូសាប៊ូបាទមួយទៀតគឺម៉ូទ័រកូសាប៊ូមានចំណុះ500លីត្របាទពីមុនគឺខ្ញុំធ្លាប់បង្ហាញតែម៉ូទ័រកូសាប៊ូ220លីត្រ300លីត្របាទពេលនេះគឺជាម៉ូទ័រកូសាប៊ូ500លីត្រហើយម៉ូទ័រកូសាប៊ូ500លីត្រនេះដែរគឺខុសពីមុនឆ្ងាយបាទត្រង់ថាម៉ូទ័រ500លីត្រនេះគឺខ្ញុំបំពាក់ប្រព័ន្ធបញ្ជា ATS បាទប្រព័ន្ធបញ្ជា ATS ដែលមានទូនាទីជួយធ្វើឲ្យម៉ូទ័រកូសាប៊ូយើងខ្លាំងជាងមុនបើឲ្យការកំណត់ល្បឿនយើងប្រើតាតិចទេប៉ុន្តែធ្វើឲ្យទឹកក្នុងចំណុច500លីត្រហ្នឹងគឺកូរខ្លាំងបាទឥឡូវខ្ញុំសូមបង្ហាញត្រុសនៅចំណុចមួយចំនួនតាក់ទងទៅនឹងម៉ូទ័រកូសាប៊ូនេះបាទម៉ូទ័រកូសាប៊ូនេះដែរគឺជាម៉ូទ័រចំនួន500លីត្របាទ500លីត្រហើយវាមានជើងទ្របាទមានជើងទ្រហ្នឹងគឺមានកង់ទីបាទមានកង់ហ្នឹងទៅពេលដែលយើងកោហើយយើងអាចរុញចេញចូលបានណាបាទអាចរុញចេញចូលបានហើយវាមានវ៉ានមួយទៀតបាទវ៉ានគឺបង្ហូរចេញបាទវ៉ានបង្ហូរចេញសម្រាប់ប៊ីដុង300លីត្របាទ30លីត្រចុះក្រោមបាទហើយនេះដែរគឺជាកវ៉ាត់បាទកវ៉ាត់នេះគឺមានន័យថាវាយើងរុញម៉ូទ័រចូលទៅគឺយើងកវ៉ាត់ជុំវិញហ្នឹងទៅធ្វើឲ្យវាហ្នឹងមមជាមួយនឹងធំហ្នឹងដល់ពេលកោទៅវាអត់មានបញ្ហាបាទហើយខាងនេះគឺជាឡាវបង្ហូរបាទឡាវបង្ហូរបន្ទាប់ទៅដើមចូលក្នុងហ្នឹងដល់យើងមិនបាច់ចាញ់ក្របគម្របបាទនេះគឺជាគម្របដែលយើងត្រូវដាក់ប៉ុន្តែដោយសារយើងអត់ដាក់ទេដើម្បីខ្ញុំចង់បង្ហាញទឹកចលនាទឹកក្នុងហ្នឹងដល់ពេលដែលកោឲ្យឃើញបាទបើបាត់គម្របទៅគឺវាលេងឃើញហើយដូច្នេះយើងត្រូវតែចំហបាទហើយនេះជាដងកោបាទនេះដងកោបាទដងកោវាណាបាទដងកោវាហើយខាងនេះដែរគឺជាសុំដែលយើងដាក់ការពារកុំឲ្យវាហុយកំតិចកំទីចូលនៅមួយវាដាក់ខ្សែពៀនទៅកុំឲ្យវាប៉ះពាល់ខ្សែពៀនបាទហើយបន្តមកទីនេះដែរគឺនេះជាបំពង់ហើយបាទបំពង់ហើយនៅពេលដែលយើងកូរទៅគឺយើងបាត់កម្រិតចិត្តដូច្នេះហើយយើងចង់ឲ្យវាចំហែវាចេញតាមនេះតែដោយសារខ្ញុំអត់ដាក់វាប៉ះលើដបូលអញ្ចឹងគឺខ្ញុំដាក់តែគ្រាន់តែបង្ហាញឡើងដាក់ឲ្យមួយចុះណាបាទហើយខាងនេះគឺជាទូបញ្ជី ATS បាទនេះគឺជាទូបញ្ជី ATSទូបញ្ជានេះគឺវាសារៈសំខាន់ណាស់ដែលយើងយកមកតម្រៀបខ្លួនឯងបាទតម្រៀបខ្លួនឯងសម្រាប់បញ្ជាទៅលើកម្លាំងម៉ូទ័រកម្លាំងខ្លាំងបាទបើយើងទិញបើម៉ូទ័រស្រាប់គឺយើងពិបាកកំណត់អញ្ចឹងគឺយើងត្រូវតែធ្វើប្រព័ន្ធ ATS ខ្លួនឯងបាទឥឡូវខ្ញុំសូមប្រាប់បងប្អូនថានេះគឺជាប៊ីតុងភ្លើងបាទប៊ីតុងភ្លើងអញ្ចឹងយើងមានន័យថាយើងឃើញភ្លើងក្រហមនេះគឺវាចូលហើយក្នុងនេះគឺទូបញ្ជារបស់វាបាទនេះគឺប៊ីតុង startដល់ពេលយើងឈប់ប្រើប្រាស់គឺយើងបិទ stop បាទ stop ហើយនេះគឺជាប៊ីតុងឆ្វេងស្ដាំបាទប៊ីតុងឆ្វេងស្ដាំអញ្ចឹងគឺមានន័យថាយើងចង់ឲ្យទៅឆ្វេងទៅស្ដាំគឺយើងអាស្រ័យទៅលើហ្នឹងឥឡូវខ្ញុំបើកទូបញ្ជាទាំងអស់គ្នាបាទសូមបងប្អូនប្រាប់ថានេះគឺជាទូ ATS បាទទូ ATS អញ្ចឹងមានន័យថាគឺនេះគឺជាប៊ីតុងសម្គាល់ថាភ្លើងចូលបាទសម្គាល់ថាភ្លើងចូលហើយនេះគឺជាប៊ីតុងឆ្វេងស្ដាំចង់ឲ្យម៉ូទ័រឆ្វេងស្ដាំបាទហើយនេះជាប៊ីតុង start ហ្នឹងនៅមានថាដល់ពេលយើងចុចបើគឺយើងចុចទៅគឺវាចេញពណ៌បៃតងអញ្ចឹងបៃតងគឺភ្លើងវាអាចធ្វើការហើយបើយើងចង់ឈប់គឺឈប់តែម្ដងបាទអញ្ចឹងឈប់ប៉ុន្តែដល់ពេលនេះគឺយើងមិនចង់ឈប់ទេយើងចង់បង្ហាញមួយទៀតគឺចុចប៊ីតុង start បាទបន្តមកទៀតគឺបងប្អូនចុចបើកទៅបាទបើកទៅគឺក្នុងនេះវាមាន volume បាទវាមាន volume ណាបាទ volume នោះគឺខ្ញុំកំណត់យកលេខ10ឥឡូវវាកំពុងចូលលេខ10ហើយអញ្ចឹងវាអត់តាន់ធ្វើការទេដល់ពេលដល់ចង់ឲ្យធ្វើការគឺយើងត្រូវតែបើកប៊ូតុងឲ្យវាវិលបាទឥឡូវបិទតិនយកប៊ូតុងវិលបាទប៊ូតុងវិលឥឡូវបិទវិញបាទនេះប៊ូតុងវិលឥឡូវខ្ញុំឲ្យវាវិលទៅគឺម៉ូទ័រវាកោហើយបាទឥឡូវចាំមើលថាកម្លាំងនៃម៉ូទ័រកោលេខ10ហ្នឹងវាវិលយ៉ាងណាដែរវាខ្លាំងយ៉ាងណាដែរចំពោះទឹក500លីត្របាទហើយក្នុងធុងនេះដែរគឺ500លីត្រតែម្ដងបាទ500លីត្រតែម្ដងឥឡូវវាកំពុងកោហើយឥឡូវចាំមើលមកស្ទូទៀតនឹងឃើញទឹកដែលវាត្រូវកោហើយវាវិលយ៉ាងម៉េចដែរណាបាទឥឡូវនេះទឹកបើកមិនទេទឹកវាអត់តាន់ជក់ឥឡូវវាចាប់ផ្ដើមជក់រាហើយបាទឃើញបាទឥឡូវនេះវាកំពុងតែធ្វើចលនាបាទវាកំពុងធ្វើចលនាហើយបាទហើយចំពោះការកូរសាប៊ូបើសិនជាយើងកូរម៉ូទ័រដែលខ្លាំងពេកវិលខ្លាំងពេកតាំងពីដើមរហូតដល់ចប់គឺធ្វើសាប៊ូវាអត់ល្អទេពពុះក៏ហ៊ីហើយនឹងរបាយនៃសាប៊ូក៏វាអត់ល្អមកដោយសារវាយកខ្លាំងពេកធ្វើឲ្យបន្តដើមនោះវាបានចាប់ជាប់គ្នាបានល្អណាតែបើកូរកម្លាំងប្រភេទនេះគឺចលនាទឹកវាថេហើយដល់ពេលបន្តដើមចូលទៅគឺធ្វើឲ្យវាចុះទៅក្នុងទឹកហ្នឹងគឺវាចុះទាំងស្រួលដល់ពេលវាទឹកវាហូរទៅ
គឺវាធ្វើឲ្យទៅដល់ហ្នឹងវាឆាប់ចាប់ជាប់គ្នានឹងលបាយវាមកល្អបាទនេះគឺជាដំណើរចលនាទឹកដែលខ្ញុំដាក់ត្រឹមតែ10លេខទេបាទ10លេខទេធ្វើឲ្យទឹក500លីត្រហ្នឹងកូរឡើងល្អតែម្ដងបាទល្អតែម្ដងចាប់បើយើងចង់បង្កើនយើងចង់ថយចាប់តែច្រើនយើងកូរសាប៊ូកុំឲ្យវាញាប់ពេកណាបាទអញ្ចឹងបើសិនបងប្អូនអត់មានចំណាប់អារម្មណ៍អាចតាក់ទងខ្ញុំបានខ្ញុំនឹងដំឡើងម៉ូទ័រកូរសាប៊ូជាប្រព័ន្ធ ATI ឲ្យបងប្អូនបានដែលមានចំណុក200លីត្រ300លីត្រនិង500លីត្រនិង1000លីត្រខ្ញុំធ្វើបានតែអាស្រ័យទៅលើបងប្អូនចំណាប់អារម្មណ៍មួយណាគឺធ្វើបានបាទនេះគឺជាចំណាយម៉ូទ័រខ្លាំងមែនទែនដែលខ្ញុំតែដំឡើងតែ10លេខទេធ្វើឲ្យទឹកក្នុងហ្នឹងវាគូចល្អតែម្ដងបាទហើយម៉ូទ័រនេះដែរគឺខ្ញុំមានធ្វើថប់ប្រឹងទេគឺមានក្បាលជ្រៀងមានប៉ូលីនិងមានខ្សែពៀនដើម្បីធ្វើឲ្យម៉ូទ័រកាន់តែធូរនិងមានកម្លាំងខ្លាំងជាងមុនបាទនេះគឺជាសកម្មភាពនៃកូរទឹកខាងក្នុងបាទឲ្យមើលបាទអំបញ្ញមិញនេះគឺខ្ញុំបង្ហាញចលនាទឹកវិលសម្រាប់ volume 10លេខតើវាវិលប៉ុណ្ណឹងហើយឥឡូវខ្ញុំចង់បង្ហាញនៅ volume លើ10លេខទៀតអាចយក5 10ឬ20ប៉ុន្តែខ្ញុំខមមិនឲ្យបងប្អូនប្រើតែ10លេខបានណាបាទអូខេឥឡូវខ្ញុំបើកឲ្យបងប្អូនមើលបន្ថែមទៅលើចលនាទឹកខ្ញុំដាក់10 20លេខឥឡូវនេះ10លេខទេឥឡូវខ្ញុំដាក់5 10លេខតែខ្ញុំមើលកម្លាំងចលនាទឹកវាវិលយ៉ាងណាបាទអូខេឥឡូវខ្ញុំដាក់20លេខចុះបាទ20លេខចុះឲ្យដឹងហ្មងណាបាទតែបាទឥឡូវបងប្អូនទៅមើលជាមួយគ្នាតើវាកូរខ្លាំងយ៉ាងណានេះ20លេខបាទ20លេខបានណាបាទ20លេខបានដើម្បីច្រើនពេកតោះអូខេឥឡូវទៅមើលចលនាទឹកបាទអូខេនេះគឺជាចលនា20លេខបងប្អូនមើលតើវាខ្លាំងយ៉ាងណានេះ20លេខណាបាទនេះ20លេខបងប្អូនមើលវាខ្លាំងយ៉ាងណាបាទបើសិនជាទឹកយ៉ាងខ្លាំងយ៉ាងនេះគឺមានថាម៉ូទ័រនឹងខ្លាំងប៉ុន្តែចំពោះការកូរសាប៊ូគឺអត់ខ្លាំងចឹងទេបាទនេះគ្រាន់តែខ្ញុំចង់ដឹងកម្លាំងម៉ូទ័ររបស់ខ្ញុំវាខ្លាំងដល់ថ្នាក់ណាណាបាទនេះតែ20លេខទេបាទ20លេខទេអញ្ចឹងយើងកូរសាប៊ូយើងអត់ដល់អញ្ចឹងទេយើងដាក់តែ10លេខបានហើយយ៉ាងគួរបំផុតបាទឬក៏បាទអញ្ចឹង10លេខបានហើយបាទនេះគឺ20លេខបងប្អូន20លេខណាបងប្អូនណាបាទគឺវាខ្លាំងដល់ថ្នាក់ហ្នឹងអញ្ចឹងគឺកូរសាប៊ូគឺយើងអាចដាក់ដល់20លេខទេយ៉ាងគួរបំផុត10លេខបានហើយធ្វើឲ្យម៉ូទ័រវាខ្លាំងផងហើយសាប៊ូរបស់យើងបានល្អផងណាអូខេអញ្ចឹងខ្ញុំមកបន្ថយវិញខ្ញុំមកបន្ថយ10លេខវិញបាទដើម្បីឲ្យខ្លាំងបាទហើយបងប្អូនមើលបងប្អូនបន្ថយណាបាទមើលតាមកាមេរ៉ាទៅហើយវាប្រាប់ខ្លួនមិនបាទឥឡូវដាក់10លេខវិញព្រោះការកូរសាប៊ូគឺយើងអាចដាក់ខ្លាំងទេបាទយើងអាចប្រើខ្លាំងទេដើម្បីកូរសាប៊ូរឿងម៉ូទ័រវាអត់មានបញ្ហាទេតែសំខាន់គឺសាប៊ូរបស់យើងមិនខ្លាំងពេកធ្វើឲ្យសាប៊ូវាល្អណាបាទអញ្ចឹងខ្ញុំបានបន្ថយមក10លេខវិញហើយបាទ10លេខវិញហើយអញ្ចឹងមកធាត់ដើរវិញអញ្ចឹងចំពោះការកូរសាប៊ូខ្ញុំសូមណែនាំឲ្យបងប្អូនកុំកូរខ្លាំងពេកណាបាទកុំឲ្យខ្លាំងពេកបាទយកត្រឹមបាទចំពោះម៉ូទ័រខ្ញុំឲ្យប្រើត្រឹម10លេខបានហើយបាទ10លេខបានហើយចំពោះម៉ូទ័រខ្ញុំបើដល់ដូចមិញ20លេខវិញឡើងមកគូចហើយវ៉ូលីមរបស់ខ្ញុំកំណត់ឲ្យ50លេខអញ្ចឹងបើសិនជា50លេខបងប្អូនមិនបាច់ទេបាទឡើងហ៊ីទឹកចេញហើយបាទមិនគ្រាន់តែ20លេខចុះវាខ្លាំងប៉ុណ្ណឹងហើយបាទឥឡូវនេះ10លេខវិញគឺកូរសាប៊ូប៉ុណ្ណឹងបានហើយវាអូខេបាទស្អាតហ្មងសាប៊ូបាទស្អាតហ្មងហើយខ្ញុំបញ្ជាក់ថានេះគឺជាទឹក500លីត្រតែម្ដងបាទ500លីត្រតែម្ដងគឺទឹកយ៉ាងពេញតែម្ដងអញ្ចឹងមានន័យថាម៉ូតូយើងនៅខ្លាំងថ្នាក់ណាបាទនៅពេលខ្លាំងអញ្ចឹងបាទអូខេអរគុណច្រើនសូមបងប្អូនជួយតាក់ទងលេខទូរស័ព្ទដែលខ្ញុំបង្ហាញលើ Facebook ណាបាទអរគុណច្រើនអញ្ចឹងសូមបងប្អូនមើលរូបរាងដែលខ្ញុំបង្ហាញដូចតទៅ